បាទសម្រាប់បងប្អូនដែលចង់បាន thumbnail ស្អាតៗឬក៏ចង់បាន Facebook cover ឬក៏រូបភាពផ្សេងៗដែលយើងអាច design បានដោយប្រើ AI បាទចូលមើលវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើបាទជាដំបូងបងប្អូនបើកទៅក្នុង browser របស់បងប្អូនមកឬបងប្អូនអាចប្រើជា Google Chrome ឬក៏ Microsoft Edge ឬក៏ Firefox តាមបងប្អូនប្រើបាទអញ្ចឹងខ្ញុំបើក Google Chrome របស់ខ្ញុំបាទបន្ទាប់មកជាដំបូងបងប្អូនចូលទៅក្នុងYouTube របស់បងប្អូនសិនមកដើម្បីយើងចង់ design រូបវីដេអូឬមួយក៏រូបភាពហ្នឹងដើម្បីឲ្យត្រូវជាមួយនឹង YouTube របស់យើងអញ្ចឹងណាអូខេឥឡូវខ្ញុំចូលមើលក្នុង YouTube របស់ខ្ញុំបាទអញ្ចឹងខ្ញុំនឹងកាត់រូបមួយនៃវីដេអូនេះដូចអ្វីដែលខ្ញុំបានធ្វើនេះបាទគឺយើងនឹងកាត់វីដេអូមួយឬក៏រូបនៅក្នុងចំណោមវីដេអូហ្នឹងហើយយកមកធ្វើជា thumbnail ដើម្បីឲ្យវាឃើញទៅស្អាតនិងតាក់ទាញអញ្ចឹងណាបាទអូខេឥឡូវខ្ញុំយករូបនេះហើយបន្ទាប់មកខ្ញុំ play វីដេអូបាទដើម្បីទៅ capture រូបហ្នឹងបាទអូខេឥឡូវខ្ញុំស្រេទៅដល់កន្លែងអ្នកចម្រៀងបាទព្រោះខ្ញុំចង់យករូបរបស់អ្នកចម្រៀងយកមកធ្វើបាទអូខេឥឡូវតាមនេះអូខេខ្ញុំឃើញរូបនេះស្អាតបាទអញ្ចឹងឃើញរូបនេះស្អាតហើយខ្ញុំប្រើកម្មវិធីរបស់ Windows បាទគឺ snipping tool បាទគឺ snipping tool របស់យើងហើយបន្ទាប់មកយើង capture មកបាទខ្ញុំយកទៅរូបធំរបស់គាត់នេះបានហើយបាទបន្ទាប់មកយើង copy វាបាទ copy នេះចុចលេខនេះបាទអូខេហើយបន្ទាប់មកយើងចូលទៅក្នុង chat GPT បាទអញ្ចឹងបញ្ជាក់បងប្អូន chat GPT បងប្អូនមុននឹងប្រើបានបងប្អូនត្រូវតែ register ជាមួយនឹង email បាទគ្រាន់តែ sign in email ហើយដាក់ឈ្មោះទៅបានហើយបាទតែបងប្អូនគួរតែយល់ចេះប្រើបានច្រើនហើយបាទខ្ញុំមិននិយាយច្រើនទេអូខេអញ្ចឹងខ្ញុំឲ្យវា create YouTube thumbnail for cover song បាទ name បាទហើយយើងចង់ដាក់ចំណងជើងជាភាសាខ្មែរបាទយើងដាក់មកបាទអញ្ចឹងអូខេឥឡូវយើងផាសមកបាទអញ្ចឹងខ្ញុំសេបែបនេះបងប្អូនអាចមើលតាមនឹងទៅបាទហើយយើងសេមកហើយឲ្យ chat GPT ធ្វើឲ្យយើងបាទហើយយើងចាំវាបន្តិចវានឹង generate វីដេអូរបស់យើងបាទសំទោសវានឹង generate រូបភាពដែលវាធ្វើឲ្យយើងបាទហើយយើងចាំទៅបាទបងប្អូនឃើញទេស្អាតអូខេអញ្ចឹងអានេះដោយសារពេលខ្លះភាសាខ្មែរគឺវាអត់សូវស្គាល់ទេបាទអញ្ចឹងយើងអាចឆ្នៃវាបានថែមបាទខ្ញុំប្រើ snip ភាសាទៀតដោយសារបងប្អូនឃើញអារូបខាងក្រោមហ្នឹងបាទឃើញយើងមើលអត់ដាច់ទេសោះខ្មែរណាតែប៉ុន្តែត្រូវច្រៀងដោយអីណាគេណាអានេះគឺជាលំនាំនៃគេដាក់យើងតែយើងមិនអត់យកកន្លែងហ្នឹងទេព្រោះវាអត់ស្អាតបាទអញ្ចឹងខ្ញុំ snip កន្លែងហ្នឹងចេញបាទខ្ញុំដាក់អូខេឥឡូវខ្ញុំ copy វាហើយខ្ញុំផាសវាចូលបាទអញ្ចឹងខ្ញុំសេថា remove this text អូខេខ្ញុំឲ្យវាលុបកន្លែងហ្នឹងចោលតែហ្មងទៅបាទអញ្ចឹងអានេះយើងកាត់ពីរូបហ្នឹងបានថាយើងចូលទៅក្នុងកម្មវិធី snipper របស់យើងទៅហើយយើងថតបានថា screenshot តែកន្លែងដែលយើងចង់កាត់ចោលបាទនេះកន្លែងហ្នឹងហើយយើងកាត់វាចោលឲ្យវា remove ចោលចាំមើលវានឹង generate មកបែបណាបាទអូខេឥឡូវវាចេញមកហើយបាទអូខេឃើញទេអញ្ចឹងយើងមើលបាទគឺស្អាតភ្លឹងម្ដងបាទយើងអង្គុយ design វិញបាទអង្គុយគិតមិនចេញទេបាទមិនដឹង design និយាយបានប៉ុណ្្នឹងទេរកគាត់បើយើងធ្វើបានក៏វារាប់ម៉ោងដែរបាទអូខេបន្ទាប់ពីរួចរាល់ហើយយើងអាច download វាបាទយើងអាច click ខាងលើនេះ download នេះឬក៏យើងអាច click នៅកន្លែងរូបហ្នឹងតែម្ដងបាទនេះអក្សរព្រួយឡើងលើហ្នឹងបាទចុចទៅហើយយើង download វាមកបាទ download ចូលដាក់ណាបាទ desktop ទៅអូខេតោះមកយើងអាចយកវាទៅធ្វើ thumbnail របស់យើងបានដែរបាទនេះរូបយើងបានបាទបាទឃើញស្អាត resolution នេះគឺ perfect មកយើងអាចដាក់យកទៅធ្វើ thumbnail បានហើយប៉ុណ្ណឹងបាទហើយយើងក៏អាចបានទៅធ្វើជា Facebook cover ឬក៏អីផ្សេងតាមហ្នឹងដែរបងប្អូនគាត់តែ script ថែមមកហើយអាចធ្វើបានដូចគ្នាបាទអញ្ចឹងចំពោះភាសាខ្មែរវារៀង concern តិចបងដោយសារវាអត់ font ខ្លះវាអត់ទៅស្គាល់នេះដូចពាក្យនេះស្អីយើងមើលអត់យល់មើលអត់ដាច់អញ្ចឹងណាហើយកន្លែងខ្លះក៏វាសេត្រូវសេខុសអញ្ចឹងទៅហើយបើសិនជាយើងចេះកាត់តរូបភាពបន្ថែមយើងគ្រាន់តែកែកន្លែងហ្នឹងចេញទៅក៏បានដែរយើងចាំបាច់លុបទាំងអស់ដូចខ្ញុំចេញទេបើខ្ញុំចង់លុបទាំងអស់ក៏បានដែរយើង edit ថែមហ្នឹងទៅយើងអាចថែមថយតាមហ្នឹងតាមការឆ្នៃប្រឌិតរៀងខ្លួនបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនាបាទ
ហើយបើសិនជាពេញចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ Subscribe ម្នាក់មួយផងបាទអរគុណជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទ